ដាលេងខ្លះទៅព្រោះនៅផ្ទះក៏អត់សល់លុយដែរហ្នឹងហើយពាក្យខ្ញុំនិយាយប្រាប់ខ្លួនឯងចាហើយឥឡូវហ្នឹងគឺខ្ញុំបានដើរមែនចានិយាយទៅអ៊ំទុក3ថ្ងៃហ្នឹងចាគឺមានចការជិះម៉ូតូពីពេញទៅពោធិ៍សាត់មកកកងមកពេញចាអញ្ចឹងវឡងនេះគឺជាវឡង3ថ្ងៃ2យប់ដែលខ្ញុំបានទៅលេងនៅខេត្តពោធិ៍សាត់ក៏ដូចជាខេត្តកកងនិយាយទៅពួកយើងចេញពីពេញនេះទៅដូចជាម៉ោង6ព្រឹកអ្នកនរគ្នាហើយយើងជិះយឺតដែរអីទេលៀបជ្រាលអីអញ្ចឹងណាហើយក៏មកញ៉ាំបាយនៅខេត្តកំពង់ឆ្នាំងហើយកន្លែងនេះខ្ញុំមកញ៉ាំបាយនេះដូចជានៅម្ដុំផ្សារលើអ្នកនរគ្នានិយាយទៅបាយរបស់គាត់នេះដូចសាច់ជ្រូក10000ហើយបាយផ្លែមន់15000និយាយទៅតម្លៃរបស់គាត់រៀងថ្លៃដែរប៉ុន្តែបើនិយាយពីរសជាតិគឺឆ្ងាញ់ហើយចេញពីហ្នឹងទៅពួកយើងទៅខេត្តពោធិ៍សាត់យកមកអ្នកនរគ្នាហើយកន្លែងដែលពួកខ្ញុំគេងហ្នឹងគឺអត់មាននៅណាទេនិយាយទៅគឺរបៀបទៅគេងនៅផ្ទះបងប្អូនអ្នកស្គាល់អីអញ្ចឹងនិយាយទៅមកដើរលេង3ថ្ងៃ2យប់នេះមកលក្ខណៈបែប low budget ហើយយើងមករស់នៅបែបលក្ខណៈអ្នកភូមិអ្នកស្រុកអ្នកចំការអីអញ្ចឹងហើយបើតាមផ្លូវចូលវិញអ្នកនរគ្នាសួរអ្នកភូមិនៅមុខគេថាតាម1គីឡូដីចាខ្ញុំជិះចង់កន្លះម៉ោងអ្នកនរគ្នានិយាយទៅបើអ្នកភូមិនិយាយថា1គីឡូអីកុំជឿហើយកន្លែងខ្ញុំគេហ្នឹងក៏វាមិនឆ្ងាយពីវងមូប្រមាណអីមិនដែរអញ្ចឹងទៅល្ងាចឡើងពួកខ្ញុំនាំគ្នាទៅកាហ្វេមនកកដោយសារតែខ្ញុំមានការងារត្រូវធ្វើឃ្លីអីអញ្ចឹងហើយនៅផ្ទះហ្នឹងគឺអត់មានអ៊ីនធឺណិតទេអញ្ចឹងទោះតែមកខាងក្រុងអីអញ្ចឹងមិនមានអ៊ីនធឺណិតហើយម្ហូបល្ងាចឡើងហ្នឹងយើងមានទាអាំងយើងមានត្រីអាំងអីអញ្ចឹងទៅនិយាយទៅគឺបែបម្ហូបសុកស្រែចំការអីអញ្ចឹងណាប៉ុន្តែយាយ I love ចូលម្ដងថ្ងៃទី2វិញចាផឹកឡើងងើបមករកកាទៀវនៅម្ដុំប្រម៉ោយអ្នកគ្នាឆ្ងាញ់សាហាវកាទៀវគេហ្នឹងប៉ុន្តែវាច្រើនខ្លាំងសម្រាប់ខ្ញុំនិយាយទៅផឹកព្រលឹមពេកគឺខ្ញុំដាក់សូវចូលទេហើយចេញពីញ៉ាំអីទៅផឹកបានពួកខ្ញុំទៅរកកាហ្វេអ្នកគ្នាប៉ុន្តែមកដល់ផ្ទះមនកកនេះអ្នកគ្នាឲ្យមនុស្សច្រើនសាហាវផឹកឡើងចាមានជាការដើរទៅរកប៉ាសពតអានប៉ាសពតដែលគេដាក់ថាទៅដល់ណាគេមានអី sticker អីចឹងចាអូខ្ញុំនិយាយមែនខ្ញុំគុំកន្លែងហ្នឹងខ្លាំងដល់ពេលមកដល់សួរគេថាសល់តែមួយនឹងទៀតនិយាយមែនបើថាអត់ទេគឺខ្ញុំយំហ្មងដោយសារអីខ្ញុំមកពោធិ៍សាត់ហ្នឹងគឺមកដោយសារតែប៉ាសពតមួយដុំហ្នឹងអ្នកគ្នាអញ្ចឹងបន្ទាប់ពីយកប៉ាសពតហ្នឹងហើយខ្ញុំមានជាការជិះម៉ូតូបន្តដំណើរទៅកន្លែងមនកកសាខាទី2កន្លែងមានឡានអីចឹងហើយនៅខាងក្រោយនោះមានទឹកជ្រោះអ្នកគ្នានិយាយមែនអ្នកគ្នាមកនេះគូថាឈៀវសាហាវនិយាយទៅគូជីអត់ដឹងថាផ្លូវឆ្ងាយមកហើយមុននឹងទៅមកកន្លែងទៀតហ្នឹងគឺពួកយើងអង្គុយលេងយើងលេងទឹកលេងអីថតរូបថតអីហៅអីចឹងណាមកស្ទុះបានយើងនាំគ្នាឡើងទៅផ្លូវអន្ទង់អាំងឡើងទៅភ្នំ1500ហ្នឹងអ្នកគ្នានិយាយមែនធ្លាប់តែទៅណាមកណាជិះឡានទម្លាប់អាក្រក់ដេកក្នុងឡានរហូតពីបានមើលទេសភាពអស់ចឹងទេដល់ពេលយើងជិះម៉ូតូបើកខ្លួនឯងចេះមានហ៊ានបិទភ្នែកដេកស្អីចាមានជាការបើកភ្នែកមើលទេសភាពពេញភ្នែកមិនស្អាតខ្លាំងទេអ្នកគ្នាកុំតែអត់មានអីថតអីអ្នកគ្នាមើលដល់ពេលឡើងមកដល់កន្លែងគេថតរូបនៅផ្លូវអន្ទង់អាំងនឹកឃើញឥឡូវដល់ឥឡូវហ្នឹងគឺទៅសើខ្លួនឯងមកសុកគឺជិះទៅដល់ហ្នឹងអីចឹងហើយចេញពីហ្នឹងពួកខ្ញុំនាំគ្នាទៅលេងនៅថ្មដាតូចអ្នកគ្នានិយាយទៅតែមើលទេសភាពចុះជ្រុលមកដល់ហើយយើងមិនឡើងទៅត្រូវអត់ហើយតែសារមែនតើអាកាសធាតុម្ដងលេង3ថ្ងៃនេះអត់មានភ្លៀងទេនិយាយទៅគឺរបៀបថាមានតែលំផ្សែងខូចអីចឹងបើអញ្ចឹងគឺភ្លៀងហើយមកខ្ញុំមកដល់អូផ្លេចមកកន្លែងហ្នឹងហើយមុនឡើងទៅដល់ថ្មដាហ្នឹងគឺពួកខ្ញុំឆោតថតនៅកន្លែងដែលគេថតរូបប្លង់ថតរូបស្អាតតែយើងមើលពីក្រោមទៅឃើញទឹកកោងអីចឹងណាហ្នឹងហើយតែចង់ប្រាប់ថាចេះកន្លែងហ្នឹងហើយខ្ញុំបែកកង់ម៉ូតូអ្នកគ្នាប៉ុន្តែវាមិនមែនថា speed ដល់ដីអីទេអ្នកគ្នាគ្រាន់តែព្រឺឆ្អឹងខ្នងដែរណាប៉ុន្តែយើងរបៀបថាយើងមានស្នប់ទូចមកតាំងខ្លួនអីចឹងទៅយើងសពបដអសនដើម្បីឡើងទៅលើសិនអីចឹងទៅតែគ្រាន់តែមកដល់កន្លែងហ្នឹងខ្ញុំ enjoy ទេសភាពអត់ស្មូតដូចគេទេអ្នកគ្នាព្រោះអីមនុស្សសតិអារម្មណ៍ចាផ្លូវនឹងណាណៃហងឲ្យបែកកង់ម៉ូតូនេះតែអត់អីអ្នកគ្នាគឺខ្ញុំធ្វើដំណើរចុះមកដល់ក្រុមដល់សុវត្ថិភាពគ្រាន់តែថា slake អស់ហើយនេះជនបង្កអ្នកគ្នាខ្ញុំនិយាយមែនអូនិយាយទៅថ្ងៃទី2នេះរឿងសុទ្ធខ្លាំងដែរហ្នឹងនិយាយទៅអាផ្លូវឆ្ងាយអត់ជាបញ្ហារឿងសតិអារម្មណ៍បែកកង់ម៉ូតូហ្នឹងតើហើយល្ងាចឡើងអត់មានអីទេអ្នកគ្នានិយាយទៅគឺធ្វើបាយម្ហូបញ៉ាំនៅផ្ទះខ្លួនឯងធម្មតាចាហើយដល់ពេលចូលមកដល់ថ្ងៃទី3ចាថ្ងៃមកវិញយើងរៀបអវ៉ាន់ហើយក៏យើងនាំគ្នាជិះទៅកាន់អូសោមអ្នកគ្នាទៅម្ដុំខាងអូសោមត្រូវទៅកកកងហ្នឹងហើយទៅកកកងទៅមើលអាស្ពានខ្ពស់ជាងគេហ្នឹងអ្នកគ្នាដល់ពេលជិះម្ដងកន្លែងហ្នឹងមានជាការកោតសរសើរខ្លួនឯងភាសាទៀតរបៀបថាមនុស្សតវៈតវៈអីតែម្ដងគេដែរនេះហើយចេញពីហ្នឹងតាន់គេល្បី trend ស្អីគេ Starbucks នៅកកកងអីចឹងណាក៏ជិះឈៀងទៅកកកងដើម្បីទៅមើលអីចឹងទៅអូយនិយាយចេញមកធ្វើមើលជិះ1គីឡូដី2គីឡូដីចាអត់ទេនិយាយទៅរៀបតនេអត់ការងារធ្វើដែរអញ្ចឹងព្រោះអត់មាន plan ទៅណាតែរៀបនឹកឃើញចឹងទៅណាទៅនឹងអីចឹងទៅហើយមុនទៅ Starbucks ណាពួកខ្ញុំបានមកញ៉ាំបាយថ្ងៃឲ្យផឹកសិនអ្នកគ្នានិយាយទៅបាយផឹកបាយថ្ងៃលាគ្នាដោយសារតែហួសម៉ោងហើយប៉ុន្តែកន្លែងនេះខ្ញុំ recommend គឺខ្ញុំញ៉ាំឆ្ងាញ់និយាយទៅញ៉ាំឡើងលិតចានិយាយទៅបើសិនជាអ្នកគ្នាមកកកកងកុំភ្លេចមកសាកបាយស្រូបនៅកន្លែងនេះខ្ញុំថាឆ្ងាញ់និយាយហ៊ានតនីឲ្យហ្មងហើយមកដល់ Starbucks នេះអ្នកគ្នាមនុស្សច្រើនណានៅខ្ញុំឡើងលន់មាត់ថាចេះចុះមនុស្សច្រើនម៉ែឡើងដូចអ៊ំទូកដល់ពេលឲ្យមានណាផ្លេចខ្លួនធម្មតាលេងចង់ពេលអ៊ំទូកដែរប៉ុន្តែបានតែឈៀងចូលមើលថតរូបទេព្រោះមនុស្សច្រើនពេក order អីមិនបានញ៉ាំបានផឹកទេព្រោះយើងបញ្ញាប់មកពេញដែរអញ្ចឹងណាប៉ុន្តែក៏អត់ទាន់មកភ្លាមដែរអញ្ចឹងពួកខ្ញុំទៅរកកាហ្វេអង្គុយលេងឲ្យត្រជាក់ខ្លួនមកស្ទុះឲ្យបាននាំគ្នាមកវិញតែ trip ហ្នឹងគឺអត់ចប់ត្រឹមហ្នឹងអ្នកគ្នាដោយសារអីមិនដែលងាយមកទេអញ្ចឹងមានជាការជិះឆ្លងស្ពានកកកងទៅមើលកន្លែងចៃដៃខុនឆាងខុនផែនអញ្ចឹងហើយមិនចាប់ប៉ុណ្្នឹងឯណាចាមានជាការជិះទៅអឺតមើលព្រំដែនទៀតនឹងសាច់ការខាងណាចានិយាយទៅវឡង3ថ្ងៃ2យប់ចានិយាយកាត់លេង4នាទី75នាទីដែរអញ្ចឹងវឡងចាប់ត្រឹមហ្នឹងឯអ្នកគ្នាបើល្អមើលឬមួយក៏មានសំណួរចង់សួរឬមួយក៏មានអី comment ចា comment បានអូមួយទៀតចង់និយាយថាចេះនៅតាមផ្លូវជួបបងដែលគាត់ជិះម៉ូតូនិយាយមែនគាត់សោកខាង and sweet ហ្មងរបៀបអីនិយាយមែនពេញចិត្តនិយាយទៅពេញចិត្តអ្នកទាំងអស់គ្នាអត់ចេញមកបែបខ្មែរឆ្លាញ់ខ្មែរអញ្ចឹងអូខេដល់ថ្ងៃ vlog ហ្នឹងចប់ត្រឹមហ្នឹងហើយបាយបាយអ្នកនរគ្នាជួបគ្នានៅ vlog ក្រោយទៀតបាយបាយ